បាទអញ្ចឹងសូមជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់បាទនៅក្នុងវីដេអូនេះដែរខ្ញុំបាទក៏សូមធ្វើការបង្ហាញទាក់ទងជាមួយនឹងការ add ប្រភេទសំណួរ drag drop into image បាទអញ្ចឹងតើមានលក្ខណៈយ៉ាងណានិង add របៀបណាគឺខ្ញុំសូមធ្វើការចាប់ផ្ដើមអំពី area ដែលយើងត្រូវ add សំណួរតែម្ដងបាទអញ្ចឹងសូមចូលទៅកាន់ edit question បាទបន្តមកទៀតគឺយើង add ប្រភេទសំណួរហ្នឹងដោយចុចទៅលើពាក្យ add បាទ add a new question ហើយយើងស្វែងរកពាក្យថា drag drop into image បាទនៅត្រង់នេះហើយយើងចុចទៅលើពាក្យ add មកបាទអញ្ចឹងមកដល់ចំណុចនេះគឺផ្នែកខាងលើគឺយើងធ្វើការដាក់ដូចធម្មតាអញ្ចឹងគឺ question name យើងអាចដាក់ជាលេខសម្គាល់បាទបន្តមកទៀត question text នេះអាចជា guideline ឬក៏ instruction ទាក់ទងជាមួយនឹង image ដែលយើងឲ្យនិស្សិតគាត់ drag drop ដាក់ហ្នឹងបាទអញ្ចឹងឧទាហរណ៍ជាអត្ថបទអីតិចតួចមកបាទឧទាហរណ៍ថានេះចុះបាទឧទាហរណ៍ថាវាជា instruction យើងគ្រាន់តែ copy ផាសយកមកដាក់ប៉ុណ្្នឹងមកបន្តមកទៀតគឺ default mark default mark កន្លែងនេះគឺតាក់ទងជាមួយបន្ទុកអញ្ចឹងឧទាហរណ៍ថាយើងឲ្យនិស្សិតគាត់ដកចម្លើយប្រមាណដែលសរុបមកប៉ុណ្ណាអញ្ចឹងគឺបន្ទុកសរុបនេះវានឹងធ្វើការ divide ទៅតាមចម្លើយដែលយើងបានបាទកំណត់នៅក្នុង area ហ្នឹងបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំដាក់ចំនួន12បាទអញ្ចឹងឧទាហរណ៍ទេបន្តមកទៀតយើងអូសមកខាងក្រោមបាទដើម្បីធ្វើការចាប់ផ្ដើម set up តែម្ដងបាទនៅត្រង់ចំណុចនេះកន្លែងនេះគឺជាកន្លែងដែលយើងត្រូវធ្វើការដាក់ image ដើម្បីយើងដាក់ answer ឲ្យនិស្សិតគាត់ drag drop ទៅតាមលេខរៀងដែលយើងរៀបចំនឹងបាទអញ្ចឹងកន្លែងនេះគឺដើម្បីធ្វើការ add image បានគឺយើងត្រូវធ្វើការ choose image បាទប៉ុន្តែកន្លែងនេះខ្ញុំចង់បញ្យល់លម្អិតបន្តិចដោយសារតែនៅពេលដែលយើង choose image ទៅគឺវាអត់មានកន្លែង resize ទេបាទខ្ញុំឧទាហរណ៍ថាយើង choose image យើង choose file ធម្មតាអញ្ចឹងហើយយើងមកកាន់ desktop បាទអញ្ចឹងយើងរើសយក image ដែលយើងត្រូវ open នេះហើយយើង upload ចូលបាទអញ្ចឹងនៅពេលដែល upload ចូលទៅ image ហ្នឹងគឺវាអត់មានកន្លែង edit ទេគឺវា load មកបែបនេះតែម្ដងបាទឧទាហរណ៍វាគឺវា load ដល់ទៅបាទ A3 A4 2-3 ដងអញ្ចឹងវាធ្វើឲ្យយើងអាចធ្វើការយកមកប្រើប្រាស់ជាផ្លូវការបានទេដូច្នេះគឺខ្ញុំសូមធ្វើការ recommend ឲ្យ edit size នេះដោយរបៀបនៃការ edit size បើសិនជាយើងអត់មាន software ប្រភេទ crop ទេដូចជា Photoshop អីទេគឺយើងអាចធ្វើការប្រើប្រាស់នៅពពួក AI online បានឬក៏យើងអាចហៅថា converter បាទអញ្ចឹងសូមចូលមកកាន់ search engine របស់ Google ដោយវាយពាក្យថា edit image high and wide ឬក៏យើងអាចដាក់ថា online ទៀតមកបាទអញ្ចឹងយើងធ្វើការវាយមកប៉ុណ្្នឹងបន្តមកទៀតយើង enter មកវានឹង list down ទៅលើគេទំព័រណាដែលយើងអាចធ្វើការប្រើប្រាស់បានអញ្ចឹងគេទំព័រមួយណាក៏បានដែរយើងអាច edit បដោយតឹងបានដូចគ្នាអញ្ចឹងយើងគ្រាន់តែរើសយកទី1នេះមកបាទបន្តមកទៀតនៅពេលដែលយើងដល់កន្លែងនេះគឺយើងធ្វើការ choose image ដែលរាងធំមិញហ្នឹងយើង choose មកបាទអញ្ចឹងគឺ image មួយនេះបាទហើយ open មកអញ្ចឹងយើងឃើញ image នេះគឺវាមាន pixel វាធំមែនតើរហូតដល់ទៅ2700ហើយគុណនឹង3400អញ្ចឹងយើងអាចយកធំអញ្ចឹងបានទេអញ្ចឹងដើម្បីធ្វើការ edit បានយើងមកមើលកន្លែងនេះបាទអញ្ចឹងអាកន្លែង y នេះវាតូចជាង high អញ្ចឹងកន្លែង y នេះខ្ញុំសម្រាប់យកថាខ្ញុំយក high នេះយកមកដាក់វិញដោយសារតែ high នេះវាធំអញ្ចឹងយើងត្រូវយក y ហ្នឹងឲ្យតូចអញ្ចឹងខ្ញុំយក418បន្តមកទៀតតទៅពេលកន្លែង high នេះវាធំជាងខ្ញុំយក739ចុះបាទឧទាហរណ៍ទេអញ្ចឹងរបៀបដែលលោកអ្នកគ្រូធ្វើការ resize គឺ resize បែបនេះធ្វើម៉េចឲ្យទំហំវាមិនល្មមដែលពេលដែលយើង save ទៅមើលទៅស្អាតឬក៏យើងអាចយកតូចជាងហ្នឹងក៏បានដែរឥឡូវខ្ញុំយក700គីឡូធំពេកឡើងយក639ហើយដល់ពេលកន្លែង y នេះខ្ញុំយកថា318ចុះបាទនៅពេលដែលយើងសេរីរួចរាល់អស់ហើយយើងធ្វើការចុច resize image មកបាទបន្តមកទៀតគឺវានឹងធ្វើការឲ្យយើងអញ្ចឹងរួចរាល់បាទនៅពេលដែលរួចរាល់អញ្ចឹងយើងអាចធ្វើការ download resize image ចុចលើហ្នឹងមកអញ្ចឹង image ដែលបាន download វានឹងធ្លាក់ទៅកាន់ download file explorer ហ្នឹងហើយបាទ computer របស់យើងហ្នឹងយើងត្រឡប់មកវិញមក add image ម្ដងទៀតដោយចុចទៅលើ choose a file បាទហើយ choose ម្ដងទៀតបន្តមកទៀតចុចលើ download មកបាទអញ្ចឹងបាទនេះគឺជា image ដែលខ្ញុំបានធ្វើការ resize មិញហ្នឹងគឺ318គុណនឹង639បាទនៅលើអេក្រង់ហ្នឹងហើយ open មកបាទហើយចុច upload this file បាទអញ្ចឹងយើងឃើញទំហំ image នេះគឺវា
អាចថាវាសមល្មមឬក៏បើសិនជាតតឹងវារៀងតូចបន្តិចយើងអាចធ្វើការចូលមកកែនេះម្ដងទៀតបានបាទដោយសារនេះវា free ទេគឺយើងកែតតឹងឲ្យធំជាងនឹងតិចទៅគឺទៅតាមតម្រូវការជាក់ស្ដែងបាទអញ្ចឹងឥឡូវនេះគឺយើងបានរូបភាពជាឧទាហរណ៍មួយអញ្ចឹងធ្វើម៉េចដើម្បី add ជាប្រភេទគេហៅថា word ឬក៏ vocabulary ឲ្យនិស្សិតគាត់ select ដាក់ហ្នឹងណាដើម្បីដាក់ឲ្យត្រូវរូបរាងមួយឧទាហរណ៍ថានេះរូប anatomy អញ្ចឹងយើងត្រូវមានតកតងជាមួយ head ជាមួយ arm ជាមួយអីចឹងណាបាទអញ្ចឹងដើម្បីធ្វើការ add ទាំងអស់ហ្នឹងបានយើង scroll មកខាងក្រោមបាទអញ្ចឹងទី1យើងមកមើលកន្លែង drop trackable item បាទចុចលើហ្នឹងមកអញ្ចឹង trackable item កន្លែងនេះទី1យើងឃើញ track shuffle អាហ្នឹងកន្លែងហ្នឹងគឺមានន័យថា vocabulary ដែលយើងរៀបហើយហ្នឹងវា shuffle គ្នាយើងអាចគ្លីកកន្លែងហ្នឹងមកបន្ទាប់មកទៀតយើងមកមើលកន្លែង trackable item វាមាន trackable item 1 2 3ឬក៏យើងអាចបន្លែងបានដូច MCQ អញ្ចឹងបាទដូចគ្នាអញ្ចឹងកន្លែងនេះគឺគេឲ្យយើងរើសថាតើប្រភេទដែលយើងត្រូវ track ដាក់ហ្នឹងជា image ឬក៏ text ឥឡូវអ្វីដែលខ្ញុំជាគោលដៅក្នុងការបញ្យល់នេះគឺតកតងជាមួយ text អញ្ចឹងយើងរើសកន្លែង type នេះយើងយកពាក្យ text មកបាទនៅពេលដែលយើងយកពាក្យ text ហើយយើងមកដាក់ text នៅកន្លែងនេះអញ្ចឹងវាមាន image វាមាន text អញ្ចឹងយើងរើសយក text យើងដាក់ text មកឧទាហរណ៍កន្លែងនេះខ្ញុំដាក់ថា head បាទអញ្ចឹងខ្ញុំដាក់ថា head បែបនេះអញ្ចឹងធ្វើម៉េចឲ្យពាក្យហ្នឹងវារត់មកលើកន្លែង head នេះបាទអញ្ចឹងដើម្បីឲ្យវារត់មកលើកន្លែង head នេះយើងអូសមកខាងក្រោមម្ដងទៀតបាទម្ដងទៀតគឺយើងយកពាក្យថា drop 0នេះបាទនេះកន្លែង setting drop 0នេះចុចលើហ្នឹងមកអញ្ចឹងយើងមកមើល0ទី1បាទអញ្ចឹង0ទី1នេះដាច់ខាតគឺយើងត្រូវរើសយកអ្វីដែលយើងបានដាក់មិញហ្នឹងគឺ head នេះបាទយើងរើសយក head ហ្នឹងមកបាទអញ្ចឹងនៅពេលដែលយើងរើសយក head ហើយយើងទៅមើលកន្លែង preview image ម្ដងទៀតអញ្ចឹងយើងនឹងឃើញបាទនឹងឃើញ head នៅខាងលើនេះបាទអញ្ចឹងដើម្បីឲ្យនិស្សិតគាត់រើសយកមកដាក់ឲ្យត្រូវព្រោះនៅពេលដែលយើង select គឺយើងត្រូវ move វាដាក់ឲ្យត្រូវបែបនេះបាទអញ្ចឹងនៅពេលដែលនិស្សិតគាត់រើសពីក្រោមទៅឲ្យព្រោះvocabulary ហ្នឹងវានៅដូចជា list down ផ្នែកខាងក្រោមបាទអញ្ចឹងគឺយើង select ពីខាងក្រោមយកទៅដាក់ទៅតាម column នីមួយបាទអញ្ចឹងអានេះខ្ញុំគ្រាន់តែឧទាហរណ៍ preview មួយទេឥឡូវខ្ញុំឧទាហរណ៍ថែម3ទៀតហើយចាំយើងចូលទៅ drop 0រៀបចំតែម្ដងបាទអញ្ចឹងឧទាហរណ៍ថាមានអីគេមាន head យើងដូរនេះមក tick ទៀតមកមានតកតងជាមួយនឹង heart អីចឹងទៅបាទ heart យើងអត់តទៅដល់0វិញទេឥឡូវយើងដាក់ tick នេះឲ្យហើយនេះគឺ tick ដូចគ្នាយើងដាក់តកតងជាមួយនឹង arm បាទឧទាហរណ៍ទេហើយឥឡូវយើងយកមួយទៀតចុះបាទ track 4 item បន្តមកទៀតកន្លែងនេះគឺយើងយកគេចេះឥឡូវយើងយក storm មកចុះបាទអញ្ចឹងឥឡូវឧទាហរណ៍ថាយើងមាន trackable item 4ជាប្រភេទ text ដែលយើងបានរើសត្រឹមត្រូវណាបាទអញ្ចឹង4ហ្នឹងអញ្ចឹង head បានដាក់ឲ្យហើយនៅសល់3ទៀតយើងអូសមកខាងក្រោមបាទអូសខាងក្រោមគឺអូសមករកលេខ0បាទអញ្ចឹង01យើងដាក់ head ហើយឥឡូវដល់003ទៀតដែលយើងចង់បានណាអញ្ចឹង0ទី2ខ្ញុំដាក់តគ្នាទៅដោយសារវាសា fall ទៀតអីទេខ្ញុំដាក់5ទៀតមក0ទី3ខ្ញុំដាក់ arm អញ្ចឹងទៅបាទ0ទី4ខ្ញុំដាក់ stomach បាទអញ្ចឹងតកតងជាមួយនឹង area វាគុណប៉ុន្មាននៅពេលដែលយើងសេរីទៅគឺវាគុណឲ្យ left ឬក៏ top អីហ្នឹងគឺវាគុណប្រមាណ pixel រីឯ text នេះយើងមិនបាច់ប៉ះពាល់ទេអានេះគឺ blank note text ទេគឺយើងអាចទុកវាចោលបានអញ្ចឹងយើងទៅសេរីនៅលើរូបម្ដងទៀតបាទអូសទៅខាងលើកន្លែងរូបម្ដងទៀតបាទអញ្ចឹងយើងនឹងឃើញនេះបាទមកកញ្ចប់នេះអញ្ចឹងវាមាន3ទៀតអញ្ចឹងខ្ញុំទាញវាមក stomach ខ្ញុំដាក់កន្លែង stomach មកបាទ arm ខ្ញុំទាញដាក់កន្លែង arm មកបាទបន្ទាប់មកទៀតមាន heart បាទ heart យើងទាញដាក់កន្លែង heart មកបាទអញ្ចឹងគឺ track drop into image គឺមានទម្រង់បែបនេះបាទឥឡូវឧទាហរណ៍ថាសម្រាប់ថាយើងហើយមកប៉ុណ្នេះបាទអញ្ចឹងខ្ញុំសូមធ្វើការអូសទៅខាងក្រោមសូម preview មើលឡើងវិញគេលោកវាខុសកន្លែងណាត្រូវកន្លែងណាបាទអញ្ចឹង shuffle គឺត្រឹមត្រូវហើយការរើស track image text អីហ្នឹងក៏ត្រូវដែរបាទ0ក៏ដាក់ត្រឹមត្រូវដែរបាទអញ្ចឹងលោកគ្រូអ្នកគ្រូឃើញមានគុណប្រមាណហ្នឹងដោយសារតែយើងទាញ0វានៅខាងលើ image ហ្នឹងបាទបន្ទាប់មកទៀតយើងអាចធ្វើការ save បានដើម្បីទៅមើលលទ្ធផលជាក់ស្ដែងបាទ
បាទអញ្ចឹងបន្ទាប់ពី save ហើយយើងអាចធ្វើការចុចទៅលើបាទ preview មកដើម្បីមើលបាទអញ្ចឹងគឺមានទម្រង់បែបនេះបាទអញ្ចឹងគឺអាកន្លែងនេះគឺវាអត់លោតអក្សរមកទេគឺបាទវា list down ជា vocabulary ក្រោមដូចខ្ញុំបានរៀបរាប់អញ្ចឹងយើងនៅពេលដែលនិស្សិតគាត់ complete គឺគាត់ទាញ vocabulary ទាំងអស់ហ្នឹងបាទឧទាហរណ៍ head បាទយកទៅដាក់នៅលើ column នីមួយៗដែលយើងបានធ្វើការកំណត់នៅក្នុង setting ហ្នឹងបាទអញ្ចឹងឧទាហរណ៍មួយទៀតបាទអញ្ចឹងនិស្សិតដាច់ខាតគឺគាត់ទាញធ្វើម៉េចឲ្យអាសញ្ញានេះវាចេញពណ៌ទឹកក្រូចអញ្ចឹងណាបើសិនជាគាត់ចាប់មកអត់ចេញពណ៌ទឹកក្រូចអញ្ចឹងទេឬក៏ចេញពណ៌រៀងលឿងអញ្ចឹងទេវាធ្លាក់ទៅវិញអញ្ចឹងបាទអញ្ចឹងនិស្សិតខ្លះគាត់ថាទាញអត់កើតទេអញ្ចឹងយើងទាញឲ្យចេញចេះមកបាទអញ្ចឹងគឺត្រឹមត្រូវបាទអញ្ចឹងគឺសម្រាប់តាក់ទងជាមួយនឹងការ add ប្រភេទសំណួរ Drag Drop into Image ខ្ញុំក៏សូមបញ្ចប់ទៅត្រឹមនេះបើសិនជាលោកគ្រូអ្នកគ្រូមានចម្ងល់សំណួរអាចធ្វើការទំនាក់ទំនងមកកាន់ខាង QRTS បានបាទសូមអរគុណ